ខុសពីឃាតករភាគច្រើនដែលសម្លាប់មនុស្សដោយសារខឹងសម្បារឬចង់បានទ្រព្យសម្បត្តិ Nelson សម្លាប់ដោយសារតម្រូវការផ្លូវចិត្ត Nelson បានធ្វើសកម្មភាពសម្លាប់មនុស្សប្រុសយ៉ាងហោចណាស់12ទៅ15នាក់ក្នុងអំឡុងពេល5ឆ្នាំជនរងគ្រោះភាគច្រើនជាយុវជនដែលគ្មានផ្ទះសម្បែងអ្នករកស៊ីផ្លូវភេទឬមនុស្សដែលគេជួបតាមបារគេបានបបួលពួកគេមកផ្ទះដើម្បីញ៉ាំស្រាឬស្ដាប់តន្ត្រីរួចក៏រឹតកសម្លាប់នៅពេលពួកគេស្រវឹងឬកំពុងដេកលក់ក្រោយពេលស្លាប់ Nelson មិនបានយកសាកសពទៅបោះចោលភ្លាមៗទេគេបានងូតទឹកឲ្យសាកសពស្លៀកពាក់ឲ្យនិងទុកសាកសពនៅក្នុងផ្ទះជាមួយរាប់ខែព្រោះគេខ្លាចភាពឯកានិងចង់បានមិត្តភ័ក្តិដែលមិនចេះប្រកែកនៅពេលដែលសាកសពចាប់ផ្ដើមស្អុយរលួយ Nelson បានកាត់សាកសពជាកង់ៗនៅផ្ទះទី1គេបានដុតកំទេចសាកសពនៅក្នុងសួនច្បារក្រោយផ្ទះចំណែកឯនៅផ្ទះទី2គេគ្មានសួនច្បារដូច្នេះគេបានកាត់សាកសពជាដុំតូចៗរួចបោះចោលក្នុងបង្គន់ហើយចិតទឹកបង្ហូរទៅក្នុងលូនៅដើមឆ្នាំ1983អ្នកជិតខាងបានប្តឹងក្រុមហ៊ុនលូទឹកព្រោះលូស្ទះខ្លាំងនៅពេលដែលជាងលូមកឆែកមើលពួកគេបានឃើញកង់ឆ្អឹងនិងសាច់មួយយ៉ាងច្រើននៅពេលប៉ូលីសមកដល់ផ្ទះ Nelson បានសារភាពយ៉ាងត្រជាក់ថាវាជារឿងវែងឆ្ងាយណាស់មានសាកសពប្រហែល15នាក់ក្នុងឆ្នាំ1983 Nelson ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតគេបានចំណាយពេល25ឆ្នាំក្នុងគុកនិងបានស្លាប់នៅក្នុងឆ្នាំ2018ក្នុងវ័យ72ឆ្នាំក្នុងអំឡុងពេលជាប់គុកគេបានសរសេរជីវប្រវត្តិអំពីទង្វើដ៏ខ្មៅងងឹតរបស់គេយ៉ាងលម្អិត